ជំរាបសួរបងប្អូនតាមបណ្ដាញ YouTube ទាំងក្នុងនិងក្រៅប្រទេសជាទីគោរពថ្ងៃនេះដែរខ្ញុំបាទ KH108 នឹងអានអត្ថបទមួយទាក់ទងទៅនឹងអត្ថប្រយោជន៍នៃផ្លែភ្នៅជូនបងប្អូនទស្សនានិងស្ដាប់កំសាន្តដើម្បីជាចំណេះដឹងដល់បងប្អូនធ្លាប់តែល្បីហើយឮឈ្មោះមិនដឹងសោះថាផ្លែភ្នៅអាចធ្វើជាទឹកតែបែបឱសថបុរាណនិងផ្ដល់អត្ថប្រយោជន៍ដ៏មហិមាដល់សុខភាពយ៉ាងនេះសោះផ្លែភ្នៅត្រូវបានប្រជាជនខ្មែរជាពិសេសចាស់ស្រុកស្រែចម្ការប្រើប្រាស់ជាឱសថបុរាណយូរណាស់មកហើយសូម្បីតែវចនានុក្រមសម្ដេចសង្ឃរាជជួនណាតក៏បានបញ្ជាក់ដែរថាវាជាឱសថបំបត្តិអាការៈរាគរូសចុកពោះហើមពោះនិងធ្វើឲ្យដើរខ្យល់ស្រួលដោយឡែកក្រៅពីនេះតាមការជ្រាវជ្រាវបានរកឃើញថាផ្លែភ្នៅក៏មានអត្ថប្រយោជន៍ជាច្រើនមុខទៀតដែលអាចជំនួយដល់សុខភាពបានដោយគ្រាន់តែទទួលវាជាទឹកតែងាយតាមវិធីបុរាណដើម្បីឲ្យកាន់តែជ្រាបច្បាស់មកតាមដានគុណប្រយោជន៍លម្អិតរបស់ផ្លែភ្នៅទាំងអស់គ្នាផ្លែភ្នៅត្រូវបានប្រជាជនខ្មែរជាពិសេសចាស់ស្រុកស្រែចម្ការប្រើប្រាស់ជាឱសថបុរាណជាយូរណាស់មកហើយអត្ថប្រយោជន៍ផ្លែភ្នៅជាច្រើនខ្ញុំបាទនឹងរៀបរាប់ដូចខាងក្រោម 1. ព្យាបាលជំងឺរាគរូសនិងអាសន្នរោគសារធាតុតាន់នីនដែលមាននៅក្នុងផ្លែភ្នៅត្រូវបានគេដឹងថាអាចជួយព្យាបាលជំងឺជាច្រើនមុខដូចជាជំងឺអាសន្នរោគរាគរូសបញ្ហាស្លេកស្លាំងស្រវាំងភ្នែកនិងបញ្ហាឫសដួងបាតជាដើម 2. កាត់បន្ថយជាតិអាស៊ីតក្នុងក្រពះផ្លែភ្នៅក៏ត្រូវបានគេដឹងថាសម្បូរទៅដោយសារធាតុផេណូលិកនិងសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយប្រឆាំងនឹងបញ្ហាក្រពះដូចជារលាកក្រពះដំបៅក្រពះដែលបណ្ដាលមកពីការចាល់នៃទឹកអាស៊ីតក្នុងក្រពះថែមទាំងសម្រួលឲ្យដើរខ្យល់ស្រួលដើម្បីព្យាបាលបញ្ហាហ្គាសក្នុងពោះនិងក្រពះផងដែរក្រៅពីនេះផ្លែភ្នៅថែមទាំងមានប្រសិទ្ធភាពជួយបំបត្តិអាការៈទល់លាមកទៀតផងដែរ 3. ប្រឆាំងនឹងមេរោគបាក់តេរីផ្លែភ្នៅមានសារធាតុអានីទីមីក្រូបៀលដែលមានលទ្ធភាពអាចប្រឆាំងនឹងមេរោគបាក់តេរីផ្សិតនិងជំងឺឆ្លងជាច្រើនមុខដែលប៉ះពាល់ដល់សុខភាពរាងកាយរបស់យើងជាពិសេសថែមទាំងមានលទ្ធភាពអាចព្យាបាលជំងឺក្នុងខ្លួនជាច្រើនមុខផងដែរសារធាតុតាន់នីនដែលមាននៅក្នុងផ្លែភ្នៅត្រូវបានគេដឹងថាអាចជួយព្យាបាលជំងឺជាច្រើនមុខដូចជាជំងឺអាសន្នរោគរាគរូសបញ្ហាស្លេកស្លាំងស្រវាំងភ្នែកនិងបញ្ហាឫសដួងបាតជាដើម 4. ដោះស្រាយបញ្ហាទាក់ទងទៅនឹងផ្លូវដង្ហើមការទទួលទានផ្លែភ្នៅឬទឹកតែពីផ្លែភ្នៅត្រូវបានគេដឹងថាអាចមានលទ្ធភាពជួយព្យាបាលជំងឺផ្ដាសាយហឺតនិងរលាកទងសួតផងដែរម្យ៉ាងវិញទៀតការលាបប្រេងដែលចម្រាញ់ពីផ្លែភ្នៅលើសក់និងក្បាលអាចជួយការពារនិងប្រឆាំងនឹងមេរោគផ្ដាសាយទៀតផង 5. ការពារពីជំងឺទឹកនោមផ្អែមផ្លែភ្នៅក៏មានគុណប្រយោជន៍ជួយបញ្ចុះជាតិស្ករនៅក្នុងឈាមបានផងដែរថែមទាំងអាចជួយបង្កើនថាមពលលំពែងនិងការផលិតអរម៉ូនអាំងស៊ុយលីនដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាមឲ្យដំណើរការល្អនិងស្ថិតក្នុងភាពប្រក្រតី 6. ប្រឆាំងនឹងការរលាកការយកផ្លែភ្នៅមកលាបត្រង់បរិវេណតំបន់ដែលទទួលរងផលប៉ះពាល់នៃការរលាកក៏ត្រូវបានគេដឹងថាមានប្រសិទ្ធភាពជួយឲ្យរបួសឆាប់ជាសះស្បើយផងដែរ 7.
ជំនួយបេះដូងទទួលទានផ្លែភ្នៅជាប្រចាំថ្ងៃក៏អាចជួយការពារនិងប្រឆាំងនឹងជំងឺតាក់ទងទៅនឹងបេះដូងផងដែរដូចជាជំងឺគាំងបេះដូងជំងឺសរសៃឈាមបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាលជាដើមដើម្បីទទួលបានគុណប្រយោជន៍ដូចដែលបានរៀបរាប់ខាងលើសូមបងប្អូនតាមដាននិងអនុវត្តវិធីធ្វើតែពីផ្លែភ្នៅទាំងអស់គ្នាដូចខាងក្រោមរបៀបធ្វើទឹកតែផ្លែភ្នៅជំនួយសុខភាពការអនុវត្តមិនខុសពីវិធីតាមបែបចាស់បុរាណប៉ុន្មានទេជាដំបូងយកផ្លែភ្នៅទុំឬចាស់ស្រស់មកហាន់ជាចំណិតឬបន្ទះស្ដើងបន្ទាប់មកយកវាទៅហាលថ្ងៃឲ្យស្ងួតល្អបន្ទាប់ពីផ្លែភ្នៅស្ងួតល្អហើយយកផ្លែភ្នៅស្ងួត4 ទៅ 5 បន្ទះទៅដាំជាមួយនឹងទឹក2 ពែងរហូតដល់ពុះរយៈពេល5 នាទីឬលើសពីនេះក៏បានដែររហូតទាល់តែទឹកប្រែក្លាយទៅជាពណ៌លឿងចាស់ឬក៏ពណ៌ត្នោតខ្ចីជាចុងក្រោយអ្នកអាចបន្ថែមស្ករដើម្បីបង្កើនរសជាតិក៏បានឬអាចថែមទឹកកកទទួលទានជាភេសជ្ជៈត្រជាក់ក៏បានអ្នកអាចទទួលទានមួយថ្ងៃ1 កែវឬកន្លះកែវដើម្បីទទួលបាននូវសុខភាពល្អនិងជៀសឆ្ងាយពីជំងឺដង្កាត់ផ្សេងបំរាមបើទោះបីជាវាមានអត្ថប្រយោជន៍ដែលបានរៀបរាប់ដូចខាងលើពិតមែនតែអ្នកក៏ត្រូវតែប្រុងប្រយ័ត្ននិងធ្វើការជៀសវាងប្រើប្រាស់ផ្លែភ្នៅផងដែរដូចខាងក្រោមហាម5ក្នុងការប្រើប្រាស់ដាច់ខាតសម្រាប់ស្ត្រីដែលកំពុងមានផ្ទៃពោះនិងបំបៅដោះកូនព្រោះអាចធ្វើឲ្យមានគ្រោះថ្នាក់រហូតដល់រលូតថែមទាំងអាចប៉ះពាល់ដល់សុខភាពម្ដាយនិងទារកមិនត្រូវទទួលទានផ្លែភ្នៅជាមួយនឹងឱសថផ្សេងព្រោះអាចធ្វើឲ្យមានប្រតិកម្មថ្នាំអ្នកដែលកំពុងតែប្រើប្រាស់ថ្នាំទឹកនោមផ្អែមក៏ត្រូវតែជៀសវាងដាច់ខាតក្នុងការប្រើប្រាស់ផ្លែភ្នៅនិងត្រូវតែពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញជាមុនសិនមុននឹងប្រើប្រាស់មនុស្សមួយចំនួនដែលមានជំងឺតាក់ទងទៅនឹងក្រពេញទីរ៉ូអ៊ីតនិងកំពុងតែប្រើប្រាស់ថ្នាំប្រឆាំងឬព្យាបាលជំងឺក្រពេញទីរ៉ូអ៊ីតត្រូវបានហាមប្រាមក្នុងការប្រើប្រាស់ផងដែរព្រោះអាចបណ្ដាលឲ្យមានប្រតិកម្មមានផលប៉ះពាល់ដល់ប្រព័ន្ធប្រសាទអាហារនិងមានបញ្ហាទល់លាមកជាដើមអត្ថបទនេះដែរបាទក៏សូមបញ្ចប់ត្រឹមនេះដែរបាទអត្ថបទនេះដកស្រង់ចេញពីខ្មែរឡាសូមអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការទស្សនានិងស្ដាប់អត្ថបទមួយនេះបាទសូមអរគុណសូមជម្រាបលា